ជំរាបសួរពុកម៉ែបងប្អូនអ៊ំពូមីងបាទនេះគឺជាផ្លូវពីរងមូលខាស្ទុះចាក់ទៅស្ពានឆ្លងតឡែខេត្តក្រចេះគឺថាក្រាលគ្រូមិចបានរៀងវែងគ្រាន់បើដែរបងប្អូនបាទអញ្ចឹងមើលកន្លែងគេកាយហ្នឹងគឺទឹកដក់ឯបាទនេះគឺជាកម្មវិធីគេកំពុងតែរៀបចំក្រាលគ្រូមិចបន្តទៀតបាទហើយមេឃប្រឹងតែភ្លៀងទៀតទេបាទហើយខ្ញុំថតនេះក៏ថតរៀងចង់បន្ថយថាមិនស្ទុំដែរអញ្ចឹងបងប្អូនបាទអញ្ចឹងផ្លូវពីរង្វង់មូលខ្លាស្ទុះបើយើងជិះទៅឃើញឡានទៅនឹងឡើងទៅរង្វង់មូលខ្លាស្ទុះបើសិនជាឥឡូវនេះកិនត្រឡប់មកនេះវិញគឺអានឹងត្រឡប់មកវិញគឺផ្លូវឡើងស្ពានឆ្លងតឡេរបស់យើងបាទអញ្ចឹងគេក្រាលគ្រូមួយជ្រៀងវែងដែរបានច្រើនដែរអញ្ចឹងបងប្អូនគឺថាបានឆ្ងាយដែរហ្នឹងពីដែលខ្ញុំផុសហ្នឹងបើសិនជាខ្ញុំផុសពីហ្នឹងទៅដល់កន្លែងរង្វង់មូលវាអាចចូល3 4គីឡូដែរបងប្អូនបាទអញ្ចឹងខ្ញុំបានផុសទៅដល់រង្វង់មូលហ្នឹងទេចាំវីដេអូក្រោយបាទអញ្ចឹងផ្លូវរង្វង់មូលខាស្ទ្រូរបស់យើងគឺមើលពីលើអាកាសគឺបានប៉ុណ្ណឹងឯងបងប្អូនហើយមានទឹកលិចពីពីច្រាំងដែរទឹកនេះគឺទឹកភ្លៀងបាទឥឡូវវាចូលរដូវខែវស្សាហើយអញ្ចឹងចាប់ផ្ដើមភ្លៀងហើយទឹកក៏ចាប់ផ្ដើមឡើងហើយបងប្អូនបាទកន្លែងគេក្រាលសទល់គ្នានេះគឺកន្លែងគម្របលូមាត់លូទឹកហូរអញ្ចឹងបងប្អូនបើអត់ដាក់ទេដឹងតែខ្ទេចផ្លូវហ្នឹងហើយបាទសូលហូរដាច់ច្រោះពេញហ្នឹងអញ្ចឹងទៅបាទអញ្ចឹងមកប្រឡោះហ្នឹងគឺគេឲ្យតែកន្លែងណាមានលូអញ្ចឹងគេខាលអញ្ចឹងទាំងអស់បងប្អូនបាទគេការពារកុំឲ្យហូរច្រោះដាច់ផ្លូវអញ្ចឹងណាអញ្ចឹងនេះគឺសកម្មភាពដែលគេពមាញឹកខ្លាំងណាស់គេធ្វើឲ្យតន់កុំឲ្យមិនភ្លៀងមកវាពិបាកផ្លូវអញ្ចឹងបងប្អូនវាបាច់ផាច់អញ្ចឹងណាបាទហើយវីដេអូលើអាកាសរបស់ខ្ញុំអត់មានអីច្រើនទេហើយវីដេអូនៅខាងក្រោមរបស់ខ្ញុំគឺនៅមុខវីដេអូបន្តិចទៀតនេះបាទគឺខ្ញុំអត់សូវហ៊ាននិយាយច្រើនណាមួយហ៊ានដាក់ចម្រៀងឬក៏សំឡេងទេបងប្អូនព្រួយយើងធ្វើ original អញ្ចឹងណាបងប្អូនហើយខ្ញុំក៏មិនសូវហ៊ានដាក់ទេអ្នកខ្លះគាត់ថាមិនដាក់ចម្រៀងទៅហើយខ្ញុំអត់ដាក់ទេបាទខ្ញុំត្រូវការវីដេអូ original ខ្ញុំធ្វើអី original ខ្លួនឯងអត់យកពីគេទេបាទអញ្ចឹងគឺថតតបតស៊ីនល្មងទៅបាទឥឡូវយើងទៅមើលរូបភាពទាំងអស់គ្នា